ក្នុងវីដេអូនេះយើងនឹងមករៀនពី idiom នៅក្នុងភាសាចិនមួយទៀតដែល idiom នៅក្នុងភាសាចិនហ្នឹងគេហៅថា成语ហើយពាក្យថា成语ហ្នឹងខ្ញុំបានបញ្យល់នៅក្នុងវីដេអូមុនថាមានន័យថាម៉េចហើយបានមកពីណាចឹងបើសិនជាអ្នកនរគ្នាចង់ដឹងអ្នកនរគ្នាអាចចូលទៅមើលនៅក្នុងវីដេអូមុនបានហើយ成语ដែលយើងនឹងលើកយកមករៀននៅក្នុងថ្ងៃនេះដែរគឺពាក្យថា苦尽甘来ចឹងពាក្យថា苦尽甘来ហ្នឹងមានន័យថាម៉េចចឹងយើងមកបបែកពាក្យមួយទាំងអស់គ្នាចឹងពាក្យថា苦នេះមានន័យថា艰辛痛苦磨难មានន័យថាចង់ពណ៌នាពីអីមួយដែលធ្វើឲ្យយើងមានអារម្មណ៍ថាហត់នឿយលំបាកវេទនាអីចឹងទៅហើយពាក្យថា尽នេះមានន័យថា结束终结មានន័យថាទីបញ្ចប់នៃរឿងអីមួយដែលបានមកដល់ទីបញ្ចប់ចឹងណាហើយពាក្យថាកាននេះមានន័យថាកានធានមានន័យថា sweet ផ្អែមប៉ុន្តែនៅក្នុងន័យនេះគឺគេចង់ប្រៀបធៀបទៅនឹងអីមួយដែលធ្វើឲ្យយើងសប្បាយរីករាយឬក៏មានអារម្មណ៍ថាសប្បាយចិត្តអីចឹងទៅហើយពាក្យថាឡាយនេះមកពាក្យថាតោឡាយចឹងតោឡាយមានន័យថាការមកដល់នៃរឿងអីមួយចឹងទៅហើយបើសិនជាយើងបូកពាក្យទាំង4នឹងបញ្ចូលគ្នាខូជីនកានឡាយមានន័យថានៅពេលដែលរឿងដែលលំបាកឬក៏អ្វីដែលធ្វើឲ្យយើងហត់ហ្នឹងបានបញ្ចប់គឺភាពរីករាយហ្នឹងនឹងចូលមកដល់អ្វីដែលល្អនឹងចូលមកដល់អញ្ចឹងពាក្យថាខូជីនកានឡាយហ្នឹងគេអាចប្រើវាដើម្បីប្រៀបធៀបទៅនឹងពេលវេលាឬក៏រឿងអីដែលធ្វើឲ្យយើងលំបាកហើយវាបានមកដល់ទីបញ្ចប់ហើយចុងក្រោយរឿងដែលរីករាយរឿងដែលសប្បាយចិត្តហ្នឹងគឺចូលមកដល់ឬក៏មួយទៀតយើងអាចផលប្រៀបធៀបទៅនឹងការព្យាយាមរបស់យើងណាដូចថាយើងព្យាយាមយ៉ាងលំបាកលំបិនហើយមានអារម្មណ៍ថាហត់ប៉ុន្តែចុងបញ្ចប់គឺយើងនឹងទទួលបានផ្លែផ្កាទទួលបានសមិទ្ធផលត្រឡប់មកវិញអញ្ចឹងយើងប្រើពាក្យខូជីនកានឡាយហ្នឹងមកបង្កើតជាប្រយោគទាំងអស់គ្នាអញ្ចឹងឧទាហរណ៍ថា努力学习了很久现在终于苦尽甘来ចឹងមានន័យថាគាត់បានខិតខំប្រឹងប្រែងរៀនសូត្រមកជាយូរហើយចឹងឥឡូវហ្នឹងគឺចង់បញ្ចប់គឺអីដែលគាត់បានព្យាយាមខំប្រឹងរៀនសូត្រហ្នឹងគឺបានទទួលផ្លែផ្កាត្រឡប់មកវិញហើយឧទាហរណ៍មួយទៀត只要坚持下去总会苦尽甘来只要坚持下去总会苦尽甘来មានន័យថាឲ្យតែយើងបន្តព្យាយាមទៅមុខទៀតគឺពេលវេលាដែលលំបាកហ្នឹងគឺវានឹងបញ្ចប់ហើយអ្វីដែលល្អសមិទ្ធផលអីដែលល្អនឹងទទួលបាននឹងសម្រេចបានអញ្ចឹងទៅអញ្ចឹងបើសិនជាឥឡូវហ្នឹងយើងមានអារម្មណ៍ថាយើងហត់នឹងការព្យាយាមធ្វើរឿងអីមួយប៉ុន្តែសូមកុំបោះបង់ព្រោះថាការព្យាយាមរបស់យើងនឹងទទួលបានផ្លែផ្កានៅពេលណាមួយ